ធ្វើម្ដងម្មានធ្វើអស់ម្មានអាបូមឈាមយកមកព្យាបាលស្នាមមុនស្នាមខ្មោចហ្នឹងអាហ្នឹងជាសំណួរដែលទទួលបានច្រើនជាងគេ Welcome to my skin treatment journey episode 8 ការព្យាបាលហ្នឹងយើងអាចម៉ៅតម្លៃបានថាអស់ប៉ុណ្នេះដឹងតែជាដឹងតែហើយទេដោយសារម្នាក់គឺមានបញ្ហាខុសៗគ្នាស្នាមតិចច្រើនជំរឿវារាក់ច្រើនហើយម្យ៉ាងទៀតគឺយើងអាចពឹងលើការព្យាបាលតែមួយមុខគេវាបូករួមជាមួយនឹងការថែរក្សារបស់យើងផ្ទាល់ហើយនឹងការឆ្លើយតបពីក្នុងខ្លួនយើងទៅលើសេវាកម្មទៅជោគជ័យបានតិចឬក៏បានច្រើនគឺវាអាស្រ័យលើរាងកាយមនុស្សម្នាក់ផ្សេងគ្នាយើងអាចកំណត់ចំនួនដងដែលធ្វើបានយើងធ្វើរហូតតតែបានលទ្ធផលដែលយើងជោគជ័យយើងគិតថាប៉ុណ្ណឹងបានហើយអញ្ចឹងឈប់ទៅអ្នកក៏ចង់បានលទ្ធផលខ្ពស់ក្នុងរយៈពេលខ្លីហើយងាយស្រួលដែរប៉ុន្តែវាអត់មានសុវត្ថិភាពទេដោយការមុនខ្ញុំសាកទៅធ្វើ CO2 ដោយសារនឹកឃើញថាវានឹងបានលទ្ធផលរៀងលឿនប៉ុន្តែចុងក្រោយគឺស្បែកមុខរបស់ខ្ញុំទៅជាខូចរនាំងហើយវាឡើងខ្មៅហើយមិនមែនតែខ្ញុំមួយដែលរងគ្រោះដោយសារ CO2 ទេណាមានអ្នកច្រើនទៀតហើយក្នុងវីដេអូនេះមិនមែនសេវាកម្ម CO2 ទេខ្ញុំកំពុងតែព្យាបាលស្នាមមុនហើយនឹងស្នាមខ្មៅដែលសល់ទុកពី CO2 អញ្ចឹងបើអ្នកនរគ្នាមានគម្រោងចង់ធ្វើ CO2 ហ្នឹងគិតឡើងវិញបន្តិចសិនព្រោះខ្ញុំអត់ចង់ឲ្យមានអ្នកមានបញ្ហាដូចខ្ញុំបន្តទៅទៀតទេព្រោះថាអាហ្នឹងគឺវាអត់ត្រូវជាមួយនឹងអាកាសធាតុស្រុកយើងសម្រាប់ការចំណាយវិញអត់ក្រោម$1000មានលុយទាំងពាន់ហ្នឹងមកព្យាបាលហើយប៉ុន្តែបើអត់មានពេលវេលាព្យាបាលគ្រប់គ្រាន់ឬក៏អត់ខិតខំប្រឹងប្រែងថែរក្សាស្បែកខ្លួនឯងទេអាហ្នឹងពីខ្ញុំទៅគឺអត់ចាំបាច់ព្យាបាលទេហើយមកដល់ឥឡូវនេះខ្ញុំអាចនិយាយបានថាខ្ញុំឃើញលទ្ធផលរៀងច្រើនគួរសមដែរហើយចូលអាចខ្ទង់40%ទៅជាមួយនឹងតម្លៃខ្ញុំជឿថាអត់សូវមានអ្នកដែលសាញនឹងតម្លៃម៉ាទេប៉ុន្តែអ្វីដែលអ្នកនរគ្នាបារម្ភហ្នឹងគឺខ្លាចថាចាយលុយហើយអត់បានលទ្ធផលដូចចិត្ត